ស្វាគមន៍មកកាន់ PSC Vlog ទាំងអស់គ្នាចាថ្ងៃនេះនាងខ្ញុំសូមពំនាំចំណីអារម្មណ៍អតិថិជនរបស់ PSC របស់យើងទាំងអស់ជួបជាមួយនឹងខ្ញុំជាមួយនឹងម្ហូបពីរប្រភេទដែលពិសេសសិតសឹងតែធ្វើអំពីត្រីចាសម្រាប់អ្នកដែលចូលចិត្តត្រីកាន់តែពិសេសហើយសម្រាប់មនុយថ្ងៃនេះចាអញ្ចឹងមនុយនឹងមានឈ្មោះថាផាត់ត្រីបំពងជាមួយគល់ស្លឹកគ្រៃក៏ដូចជាត្រីបំពងទឹកជ្រលក់តាចាសូមជំរាបផងដែរថាសម្រាប់ត្រីបំពងទឹកជ្រលក់តាគឺជាម្ហូបពិសេសប្រចាំហាងហ្មងបងប្អូនដោយសារតែយើងធ្វើឡើងជាមួយនឹងទឹកសោសដ៏ពិសេសដែលចម្រាញ់ដោយចុងភៅរបស់ PSC ផ្ទាល់ចាអញ្ចឹងសម្រាប់លក្ខណៈពិសេសរបស់ពីមុខនេះគឺសម្រាប់អតិថិជនដែលចូលចិត្តជាមួយនឹងម្សៅបែបស្រួយៗគឺអាចជ្រើសរើសត្រីបំពងទឹកជ្រលក់តាបានចាអញ្ចឹងដូចអ្នកនរគ្នាឃើញអញ្ចឹងបងមើលទឹកសោសរបស់វាល្មួតអត់ចាពីថាទឹកជ្រលក់គឺមានរសជាតិលក្ខណៈប្លែកមែនតើតែពេលដែលយើងញ៉ាំជាមួយនឹងត្រីបំពងលក្ខណៈស្រួយអញ្ចឹងណាគឺតាមមានអារម្មណ៍ថាខ្ទិះឈ្ងុយហើយញ៉ាំអត់ចេះតលន់អត់ចេះធន់ទេហើយខ្ញុំគិតថាម្ហូបមួយមុខនេះគឺស័ក្តិសមមែនតើសម្រាប់បងដែលគាត់ជ្រើសរើសលក្ខណៈជប់លៀងគ្រួសារឬក៏អាល់កុហុលណាអាល់កុហុលគឺយើងប្រើប្រាស់បានទាំងអស់ចាអញ្ចឹងឥឡូវយើងក៏លេខមកភ្លក់ជាមួយនឹងប្រហិតថៃបំពងគល់ល្ខៃរបស់យើងទាំងអស់គ្នាម្ដងនេះអតិថិជនយើងអាចឃើញ skin របស់មុខម្ហូបមួយនេះគឺមានលក្ខណៈសំណើមកលើបអលងពោះតែហេតុអីប្រហិតថៃដែលចុងភៅរបស់យើងវាយដោយផ្ទាល់ដៃហ្នឹងគឺមានលក្ខណៈទន់ចាឆ្ងាញ់ហើយស្វិតល្អនៅពេលដែលយើងបំពងជាមួយនឹងគល់ល្ខៃមានអារម្មណ៍ថាក្លិនគឺឈ្ងុយក្លិនចាហើយសាច់ត្រីក៏អត់ឆ្អាបដែរហើយខ្ញុំ highly recommend មុខម្ហូបមួយនេះសម្រាប់បងប្អូនដែលមានកម្មវិធីជប់លៀងឬក៏ហូបជាមួយនឹងលក្ខណៈគ្នាច្រើនជុំគ្នាព្រោះក្នុងមួយចានគឺមានរហូតដល់8ចង្កាក់យ៉ាងតិចទៅតាមទំហំសាយដែលបងប្អូនជ្រើសរើសចាហើយមិនធម្មតាប៉ុណ្ណោះហើយនិយាយពីឈួតវិញចាសម្រាប់ឈួតហ្នឹងក៏ចុងភៅយើងក៏ធ្វើផ្ទាល់ដែរដែលឈួតហ្នឹងបងប្អូនអ្នកដែលគាត់ចូលចិត្តពិសាបែបផ្ទាប់គឺធានាថានឹងពេញចិត្តតែម្ដងព្រោះมันជូរពេកក៏មិនសាបមិនប្រៃល្មមជាមួយនឹងរសជាតិរបស់ផាត់ថៃតែម្ដងតែហើយជាក់ស្ដែងថ្ងៃហ្នឹង admin មក review ម្ហូបអញ្ចឹងដោយសារតែយើង review ម្ហូបនៅក្នុង PSC Launch គឺចោលបាននេះតកតងជាមួយអាល់កុហុលដំបូងមុនហ្នឹងថាថាបាច់អាល់កុហុលទេអូនប៉ុន្តែមានណាចា cocktail ចុងក្រោយនេះសូមលាក់ឈ្មោះសិនណាបងតាសមសម្រាប់នារីតាន់សម័យឬក៏បងបរោះសុភាពបរោះតែចង់មកលក្ខណៈម្នាក់ឯងចាចង់ review ផ្លូវជីវិតខ្លួនឯងនេះអាចអញ្ជើញមកបានណាបងហើយ home menu ដែលខ្ញុំជ្រើសរើសជូនហ្នឹងមកមុខណាក៏បានដែរធានាថា review ផ្លូវជីវិតខ្លួនឯងបានល្អតែម្ដងចាអញ្ចឹងជាចុងក្រោយនេះខ្ញុំសង្ឃឹមថាបងប្អូននឹងមានពេលវេលានៅក្នុងការឆ្លៀតមុខសាកល្បងជាមួយនឹងម្ហូបរបស់ PSC Launch យើងបានក៏ដូចជាបរិយាកាសថ្មីស្លាំងមួយទៀតសម្រាប់ខ្លួនឯងផ្ទាល់ក៏ដូចជាមិត្តភ័ក្តិនិងក្រុមការងារចាអរគុណច្រើនជូនពរសំណាងល្អសុខភាពល្អទាំងអស់គ្នា Bye bye see you at PSC Coffee